ស្រីខួយកូនស្រីនាយពាក់មីធំពេញរូបពេញរាងស្អាតអញ្ចឹងដល់ថ្នាក់ធ្វើឲ្យកញ្ញានីឡាលាន់មាត់ប្លែកពីគេកាលពីថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2020ទៅកន្លងផុតទៅថ្មីនេះគេឃើញយ៉ងស្រីណិតនិងស្រីខួចដែលត្រូវជាកូនស្រីបង្កើតរបស់នាយពាក់មីបានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកគួរឲ្យចាប់អារម្មណ៍ថតឲ្យសំអាងការវិនដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើនផ្ទុកការចាប់អារម្មណ៍និងសរសើរយ៉ាងខ្លាំងនៅសម្រស់របស់ស្រីខួចនិងស្រីណិតមិនត្រឹមតែប៉ុណ្ណោះសូម្បីតែនាយពាក់មីក៏និយាយដែរថាកូនពីងក្រមុំហើយតើខ្ញុំគួរលះបង់អ្វីខ្លះកូនពីងក្រមុំមែនតែខ្ញុំមិនទាន់ចាស់ឯណានៅក្មេងដែរតើនាយបន្ថែមទៀតថាមូលហេតុកូនស្អាតកាត់ទៅអ្នកណាមើលតាមនឹងទៅឪឬក៏ម៉ែនៅមិនទាន់អស់ទេនៅក្នុងនោះគេក៏បានឃើញតារាកំ pl ែងស្រីវ័យក្មេងកញ្ញាវ៉ាន់នីឡាដែលត្រូវជាកូនស្រីបង្កើតរបស់លោកសុវណ្ណរិទ្ធីហៅលោកតាវីទ័រក៏មានការភ្ញាក់ផ្អើលក្រោយឃើញសម្រស់ស្រីខួចដល់ថ្នាក់លាន់មាត់ថាស្រីខួចក្រមុំហើយចិត្តបានប្តីដោយចាយដែរហើយសម្រាប់ព័ត៌មានជាបន្តទៀតនោះគឺតាក់ទងទៅនឹងកញ្ញារ៉ូឥឡូវមិនមែនរ៉ូពីមុនទៀតទេហៅថតម្ដងតម្លៃខ្លួនចាប់ពី$500ឡើងទៅប្រិយមិត្តជាទូទៅក៏ដូចជា fan ភាគច្រើនច្បាស់ជាស្គាល់ជាក់ជាមិនខាននៅតារាសម្ដែងស្រីម្នាក់ឈ្មោះហាវីរ៉ាស្រីរតន៍ហៅរ៉ូដែលធ្លាប់ធ្វើឲ្យគ្រប់គ្នាផ្ទុកការចាប់អារម្មណ៍យ៉ាងខ្លាំងពេញ Facebook ក្រោយតារាសម្ដែងរូបនេះធ្លាប់បានសម្ដែង MV មួយនៅមុខរថយន្តហើយក៏បានធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃនៅកាយវិការមួយចំនួននៅក្នុង MV នោះតែទោះជាយ៉ាងណាក៏ដោយកញ្ញារ៉ូធ្លាប់បានផ្ដល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោកជីវ៉ាដែលមានបងប្អូនមួយចំនួនធំពិតជាចង់ដឹងរឿងមួយនេះខ្លាំងណាស់រ៉ូបានបញ្ជាក់ថាខ្ញុំកំពុងតែឆ្ងល់នៅក្នុង Facebook គេ comment គេរិះគន់ខ្ញុំតែដល់ពេលជួបក្រោយគេសុំខ្ញុំថតរូបហៅ idol ក្រោយមកកញ្ញារ៉ូដោយសារតែភាពល្បីល្បាញនិងការគ្រប់គ្រងរបស់ fan គេតែងតែឃើញរ៉ូបង្ហាញមុខនៅក្នុងកម្មវិធីតូចធំមិនដែលដាច់ឡើយស្ទើរតែមិននឹកស្មានដល់ព្រមទាំងបានបញ្ចេញបទចម្រៀង original song ជាហោហាយផងដែរដោយឡែកសម្រាប់តារាសម្ដែងស្រីឆៃលីដាឡែនឯនេះវិញបារម្ភណាស់គ្រូពេទ្យប្រាប់ថាតារាសម្ដែងឆៃលីដាឡែនគ្មានសង្ឃឹមរស់នៅបន្តទៀតនោះទេតារាសម្ដែងស្រីអ្នកនាងឆៃលីដាឡែនបានធ្វើឲ្យអ្នកគ្រប់គ្រងរបស់ខ្លួនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់នាងបន្ទាប់ពីនាងបានបង្ហោះសារមួយដែលអានទៅដូចជាមិនសូវស្រួលសោះនាងបានប្រាប់ថានាងគ្មានសង្ឃឹមរស់ទៀតទេហើយចំពោះការនិយាយបែបនេះគឺយើងនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេថាហេតុអ្វីបានជានាងបង្ហោះសារបែបនេះយ៉ាងណាមិញនេះជាខ្លឹមសារទាំងស្រុងដែលនាងបានបង្ហោះទៅពេទ្យព្រឹកមិញពេទ្យថាខ្ញុំគ្មានសង្ឃឹមនៅរស់បន្តទៀតទេពេទ្យថាជាតិនឹងខ្ញុំមិនរស់ទេចង់សប្បាយឲ្យហើយទៅអញ្ចឹងពីណាស្រឡាញ់ខ្ញុំអីសូមស្រឡាញ់ឲ្យហើយទៅតន់ខ្ញុំនៅរស់តែខ្ញុំងាប់បាត់ខាងបានស៊ីខ្ញុំឥឡូវហើយជាមួយគ្នានេះដែរចំពោះការបង្ហោះសារឲ្យមហាជននិងអ្នកគ្រប់គ្រងភ័យបែបនេះមិនទាន់មានការបញ្ជាក់ពីសំណាក់សម្ដីខ្លួននៅឡើយទេថានាងឈឺអ្វីឲ្យពិតប្រាកដហើយអ្វីបានជាបង្ហោះសារមិនល្អធ្វើឲ្យគ្រប់គ្នាភ័យបែបនេះបើទោះបីជាមិនទាន់មានការឆ្លើយតបយ៉ាងណាក៏ពិតមែនប៉ុន្តែមានអ្នកលេង Facebook មួយចំនួនបាននិយាយថានេះគ្រាន់តែជាការបញ្ចេញមតិបែបស៊ីអារម្មណ៍បន្ធូរភាពឯកាក្រោយបែកបាក់ស្នេហាតែប៉ុណ្ណោះ